នេះបងប្អូនជប់មិញភ្លេងមួយមេធំត្រីឡើងជួបមួយហើយនេះកំពុងវាទៅមួយនេះរៀងធំតែខ្សែឡើងទៅតាមទឹកអត់ទាន់គេទូអស់ហើយនៅវាតែម្នាក់ឯងរស់បានយូរទៀតត្រីក្រាញ់ដែរនេះចេះបានតែរស់បានយូរណាស់ខ្លួនគេឡើងវិញគេយកដៃទៅចាប់ទូនៅតែកម្លាំងអីចឹងខ្នងវាមុតដៃខ្ញុំដៃឡើងសោះហ្មងវាចាប់វាបានហើយខ្ញុំយកមកទុកហើយខ្ញុំរកមើលមកជួរនេះទៀតមានឡើងទៀតអត់តែខ្ញុំងាកចុះងាកឡើងមើលឆ្វេងមើលស្ដាំក៏បានឃើញមួយទៀតនៅចិត្តគ្នានឹងឯងនោះនៅកន្លែងគុំស្មៅម៉ូតូលឹមខ្ញុំក៏បានដើរទៅចិត្តវាម្ដងបន្តិចអូត្រែក្រាញ់ដែរនេះបានពីរហើយនេះរត់ចុះទឹកអត់ទាន់គេទៀតតែក្រាញ់នេះខ្ញុំក៏បានអូនទៅចាប់វាយ៉ាងថ្នមព្រោះអើយខ្លាចវារើមុតដៃខ្ញុំទៀតពេលខ្ញុំចាប់វាថើវាក៏អត់សូវរើដែរខ្ញុំក៏ដើររកមើលកន្លែងផ្សេងទៀតខ្លាចវាមានឡើងមុខទៀតស្រាប់តែខ្ញុំមើលចុះមើលឡើងមើលឆ្វេងមើលស្ដាំអត់ឃើញវាឡើងមកទេខ្ញុំក៏ដើរទៅមុខទៀតដើរបានប្រហែលជា2 3ជំហានក៏បានជួបមួយទៀតនោះចំមកកន្លែងបន្លាយទឹកដែលជ្រៅទឹកក៏ខះអស់លឿនខ្ញុំក៏បានដើរទៅជិតវាម្ដងបន្តិចដើម្បីចាប់នឹងជាទឹកខះតាំងពីស្មានណាគ្នាតេកនឹងក្រៀមស្កាចំងើបខ្ញុំក៏បានដើរដល់ជិតវាហើយខ្ញុំអូនទៅចាប់វាមើលវានៅរស់ខ្លួនវាស្រស់ព្រឺនេះអត់មានប្រឡាក់ដៃប្រឡាក់អីសោះខ្ញុំក៏ចាប់ខ្លួនវាលេងចុះលេងឡើងលេងចុះលេងឡើងនេះស្រាប់តែវាទៅទៀតហើយនេះវាទៅមុខកន្លងពេញបើមើលវាបានចង្អាយស្នាវាអស់កន្លងនេះទៅហើយទឹកទៅខ្ញុំក៏ដើរតាមពីក្រោយវាយ៉ាងជាប់វាបានប្រហែល1 ម៉ែត្រជាងធ្លាក់កលក់នេះទៅនេះរួយបដ ாய் ខ្ញុំក៏បានអូនទៅចាប់វាម្ដងបន្តិចជិតដល់ខ្លួនវាហើយខ្ញុំក៏បានយកដៃចាប់ក្បាលវាថើកុំឲ្យវារើពេកខ្លាចមុតដៃចាប់វាដាក់ក្រងរួចហើយខ្ញុំក៏បានដើរទៅមុខដើម្បីរកមើលមានឡើងទៀតអត់ជួរនេះខ្ញុំងាកឆ្វេងងាកស្ដាំមើលតាមគុំស្មៅឃើញមួយពីរទៀតទៅណាដើម្បីបានអាំងជ្រក់ទឹកចន្ទក់អំពិលខ្ចីបាយក្តៅជាតិសាហាវខ្ញុំក៏សន្លឹងរកមើលជួរនេះអស់ហើយអត់មានទេខ្ញុំក៏បានដើរទៅមុខរកមើលត្រីឡើងទៀតងាកឆ្វេងងាកស្ដាំរកមើលតាមគុំស្មៅខ្លាចវាជួបមួយពីរ3ទៀតណាស្រាប់តែដើរទៅមុខទៅដល់2 3ជំហានផងជួបមួយទៀតបណ្ដាវាមួយនេះតែក្រាញ់ទៀត3ហើយនេះសិតជួបតែក្រាញ់ទេនេះខ្ញុំក៏បានអូនទៅចាប់វាម្ដងបន្តិចចាប់ថ្មងវាមើលចាប់លើកចុះលើកឡើងមួយនេះអត់សូវមានកន្លាំងទេសង្ស័យនៅលើគោយូរពេកខ្ញុំក៏បានងើបឈរឲ្យដើរទៅមុខកន្លែងនេះទៅស្នំតែមានមួយទៀតខ្ញុំក៏បានដើរទៅមុខបានប្រហែលជា4 5ជំហានទៀតឃើញមួយទៀតនេះនៅក្នុងដប់ស្មៅខ្ញុំក៏អូនទៅវែកដប់ស្មៅដើម្បីចាប់វាបានប្រហែលជា3 4ហើយនេះសើតែក្រាញ់ទាំងអស់រូបដៃទៅចាប់វាថើខ្លាចវារើមុតដៃទៀតនេះចាប់ក្បាលវាសិនមួយនេះកន្លងវានោះមានពេលចាប់ឲ្យវារើចាប់បានដាក់ក្រុងរួចហើយខ្ញុំក៏បានដើរទៅមុខជាបន្តទៀតដើម្បីរកមើលខ្លាចវាឡើងមុខទៀតដើរទៅមុខប្រហែលជា4 10ជំហានស្រាប់តែឃើញមួយទៀតនៅក្នុងម្លប់ខ្ញុំក៏បានដើរតិចដើម្បីចូលទៅចាប់វាមួយនេះរស់ក៏ងឹបត្រីអើយក្រាញ់តិចហ្នឹងមើលទៅក្រាញ់ទៀតនេះវាស្មៅស្លាតតិចមកដើម្បីយើងងាយចាប់មួយនេះមានកន្លងរើអត់មើលទៅខ្លួននឹងវែងមកថើតឲ្យរាំងធំក្រិនបើដែលមួយខ្ញុំក៏ចាប់កន្ទុយវាលើកឡើងលើឲ្យវារើកន្លងវាប៉ុណ្ណាកន្លងវានៅតែខ្លាំងស៊ូអត់ធន់គឺត្រីក្រាញ់ឯងដែលស៊ូជាងគេបំផុតក្នុងចំណោមត្រី